ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះធារីអាយុ10ឆ្នាំថ្ងៃនេះខ្ញុំនឹងអានមេរៀនឲ្យអ្នកទាំងអស់គ្នាស្ដាប់3លក្ខណៈពិសេសរបស់ទឹកក្នុងចំណោមវត្ថុរាវទឹកទាំងអស់មានតែទឹកតែដែលមានលក្ខណៈពិសេសជាងគេព្រោះក៏ទឹកជារូបធាតុរំលាយនៅពេលយើងដាក់អំបិលឬស្ករសចូលក្នុងកែវមួយដែលមានទឹកហើយយើងកូរវាយើងសង្កេតឃើញអំបិលឬស្ករនោះរលាយអស់ដល់ទីបញ្ចប់យើងបានឃើញទឹកអំបិលនឹងមានរសជាតិប្រៃឬទឹកស្ករមានរសជាតិផ្អែមទឹករូបធាតុមានលក្ខណៈពិសេសព្រោះវាអាចរំលាយវត្ថុរឹងមួយចំនួនបាននៅពេលយើងយកទឹកត្រីឬទឹកខ្មេះឬស្រាថ្នាំពណ៌ក្រហមទៅចាក់ចូលក្នុងកែវមួយដែលមានទឹករួចកូរវាយើងសង្កេតឃើញទឹកត្រីឬទឹកខ្មេះឬស្រាលាយក្នុងទឹកមានលក្ខណៈពិសេសព្រោះវាអាចរំលាយវត្ថុរាវមួយចំនួនបាននៅពេលយើងយកដបទឹកសូដាឬទឹកក្រូចមួយដបទៅគោះគម្របចេញយើងនឹងសង្កេតឃើញពពុះចេញពីទឹកសូដាពពុះនោះគឺជាឧស្ម័នកាបូនិកដែលគេបានលាយបញ្ចូលនៅក្នុងទឹកសូដាឬទឹកក្រូចនោះលក្ខណៈពិសេសរបស់ទឹកគឺជាអាចរំលាយឧស្ម័នមួយចំនួនបានដូចនេះលក្ខណៈពិសេសរបស់ទឹកគឺអាចរំលាយវត្ថុរឹងដូចជាអំបិលស្ករម្សៅធូលីវត្ថុរាវដូចជាស្រាទឹកត្រីទឹកក្រូចឧស្ម័នដូចជាឧស្ម័នកាបូនិកជាដើមខទឹកមានឥទ្ធិពលក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើងសង្កេតឃើញថាទឹកអាចជ្រាបឆ្លងកាត់វត្ថុរឹងផ្សេងៗដូចជាថ្មដីឥដ្ឋដីខ្សាច់និងក៏អាចធ្វើឲ្យវត្ថុរឹងមួយចំនួនដូចជាក្រដាសសើមរហែកដែកច្រេះធ្លុះមានលក្ខណៈខុសពីសភាពដើមដូចនេះទឹកមានឥទ្ធិពលអាចហូរឆ្លងកាត់វត្ថុរឹងផ្សេងៗនិងក៏អាចធ្វើឲ្យវត្ថុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាបានផងដែរជារួមមកទឹកជារូបធាតុមានលក្ខណៈពិសេសព្រោះទឹកមានភាពរូបីរឹងរាវឧស្ម័នអាចរំលាយវត្ថុរឹងរាវនិងឧស្ម័នព្រមទាំងអាចហូរឆ្លងកាត់វត្ថុរឹងផ្សេងៗនិងអាចធ្វើឲ្យវត្ថុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាបានទៀតផងអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នា